តើថ្ងៃទី3ឬថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំមានអត្ថន័យដូចម្តេចនិងត្រូវរៀបចំអ្វីខ្លះថ្ងៃទី3ជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលហៅថាវិរៈឡើងស័កឬថ្ងៃឆ្លងវិរៈឡើងស័កមានន័យថាជាការផ្លាស់ប្ដូរសក្តារថ្មីនៃថ្ងៃខែឆ្នាំដែលប្ដូរទាំងជលសក្តារនិងមហាសក្តារនៅថ្ងៃវិរៈឡើងស័កបើតាមប្រពៃណីខ្មែរពេលព្រឹកព្រលឹមគេនិមន្តព្រះសង្ឃឆ្លងព្រំខ្សាច់នៅក្នុងថ្ងៃនេះផងដែរប្រជាជនខ្មែរតែងតែប្រារព្ធពិធីបុណ្យស្រង់ទឹកនៃរូបបដិមារបស់ព្រះពុទ្ធនៅតាមទីវត្តអារាមដែលពុទ្ធបរិស័ទត្រូវយកទឹកដែលហូរចេញពីព្រះយកទៅលុបលាងមុខដើម្បីបណ្ដេញឧបទ្រពចង្រៃនិងសុំសេចក្តីសុខស្រង់ព្រះនៅក្នុងន័យនេះក៏បូករួមជាមួយនឹងព្រះកន្លងដែលជាព្រះរស់គឺឪពុកម្ដាយជីដូនជីតាឬលោកដែលមានគុណផងដែរនៅក្នុងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគេក៏នាំគ្នាលេងល្បែងប្រជាប្រិយកំសាន្តសប្បាយដូចជាលេងបោះអង្គុញចោលឈូងទាញព្រាត់លាក់កន្សែងចាប់កូនខ្លែងជាដើមនិងមានរងរបាំត្រុដិក៏ដូចជាការរាំវង់ជាដើមដោយអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ